អាញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកគឺជាក្តីសង្ឃឹមថ្មីរបស់បងប្អូនប្រជាពលរដ្ឋយើងមានវិវាទមានបញ្ហាគឺមានអដកវិជ្ជការ2023ស្ថាប័នជាតិថ្មីហៅអដកអាញាធរជាតិរាសាតក្រោមការគាំទ្រសំដេចធិបតីជាសង្ឃឹមដោះស្រាយវិវាទជនប្រុសស្រីក្រៅប្រព័ន្ធតុលាការអដក៏ចូលរួមដោះស្រាយប្រជាជនឆ្ងាយទូទាំងរដ្ឋថាមិនឲ្យរាំងស្ទះសំរួតសាំងផ្សាបំរាសេវាឆាប់រហ័សជួយពលរដ្ឋដំឡាភាពមិនយកប្រាក់តាមគោលនយោបាយឈ្នះបើមានជំលោះកុំអើនាំឆ្លោះចាំថាមានអដកធ្ងន់នឹងថ្មកាត់ក្រក៏ព្រោះតែក្តីកុំប្តឹងផ្ដាល់អីត្រូវរកអ្នកជួយផ្សះផ្សាអដកគាំទ្រដោះស្រាយភាគីទាំងឡាយស្រស់ស្រួលគ្រប់គ្នាជួយមិនលំអៀងជួយគាំពៀសុខខដុមរមនាដល់សង្គមបង្ខិតសេវាឲ្យនៅកាន់តែគៀងប្រជាពលរដ្ឋគ្រប់ប្រាណមិនកាត់ក្តីឈ្នះចាញ់ឡើយណាធានាការពារអាចទុកចិត្តបាននយោបាយឈ្នះគឺជាមូលដ្ឋានប្រជាសុខសាន្តគ្មានវិង្វេតគ្រប់ភាគីមិនបងខិតមិនបងខំទទួលយកដោយស្មារភាពចាក់ខុងវិស័យអដកកាត់បន្ថយរឿងក្តីនៅតុលាការកុំឲ្យកងស្ទាំងខាតពេលវេលារឿងក្តីនានាឲ្យឆាប់រហ័សរួមចំណែកលើកកម្ពស់ប្រព័ន្ធយុត្តិធម៌កម្ពុជាមានសន្តិភាព